ពីផ្ទះយាយអាក្លឹមហើសង្ស័យអស់ឥឡូវផ្ទះពូអាក្លឹមហើតបូលអស់ទៀតបងប្អូននៅជីវិតអាក្លឹមពិតជាកំសត់ខ្លាំងបងប្អូនណាសាកសម័យមើលបើសិនជាពេលនឹងមានមនុស្សនៅហើយសង្ស័យហើដល់ថ្នាក់នឹងបងប្អូនគ្រាន់តែសម័យមើលក៏វាគ្រោះថ្នាក់ខ្លាំងដែរនេះសំណាងអត់មានមនុស្សនៅតែពេលលំសង្ស័យនឹងយាយអាក្លឹមគឺនៅក្នុងផ្ទះហ្មងបងប្អូននៅអាណិតគាត់បងប្អូននេះផ្ទះពូអាក្លឹមនិយាយរួមទៅពេលមិនភ្លៀងហើដែរអើយហើតិចស៊ីហើយគ្មាននៅសល់ទេឥឡូវមើលចាក់ស្ដែងហ្នឹងអូយនិយាយរួមទៅបងប្អូនអើយពួកគាត់គាត់ថាប្របាក់ជាងគេគឺពេលមិនភ្លៀងហ្នឹងហ្មងនេះសង្ស័យហើផាត់ក្បាលកំលេងសើចវល់តាមតិចស៊ីហើយតាមលើកាត់ខ្ញុំជឿឲ្យបងប្អូនពាក្យថាតុកជន់តុកអាចមើលទស្សនភាពផ្ទះគាត់បាននិយាយរួមទៅបងប្អូនហើតបូលអស់ហើយសំខាន់ណាស់ផ្ទះគេផ្សេងអត់អីមកហើទៅផ្ទះយាយអាក្លឹមឲ្យពូអាក្លឹមចប់ហ្មងដល់ពេលអញ្ចឹងតែឥឡូវគាត់ធ្វើតបូលវិញធ្វើវល់ថ្មីវិញខ្ញុំគិតថាបងប្អូនដែលធ្លាប់រស់នៅផ្ទះបែបហ្នឹងគឺយកអារម្មណ៍បែបហ្នឹងច្បាស់ហ่าបងប្អូនសម្រាប់ខ្ញុំធ្លាប់រស់នៅពេលមិនភ្លៀងគឺជាពេលដែលយើងដេកអត់លក់ឯងបងប្អូនដោយសារអីគឺភ័យខ្លាំងនិយាយរួមទៅបងប្អូនអស់តបូលតែឈើអញ្ចឹងឯងបងកាលលើកមុនខ្ញុំក៏នៅផ្ទះអញ្ចឹងដែរណាបងប្អូនកាលពីមុនណាប៉ាខ្ញុំផ្ទះគាត់អញ្ចឹងដែរតែចឹងនិយាយថារៀងលក្ខណៈធំជាងហ្នឹងបន្តិចនិយាយទៅដេកត្រៀបគ្នាជួគ្នានិយាយពីថាពេលហ្នឹងណាសប្បាយខ្លាំងហើយបងប្អូននឹកឃើញរូបភាពចាស់ពេលខ្លះក៏មានអារម្មណ៍ថាចង់វិលត្រឡប់ទៅជាក្មេងវិញដែរតែពិបាកជាងគេហ្នឹងគឺដឹងពេលអីអត់បងប្អូនពេលមិនភ្លៀងនឹងឯងចាបើនិយាយពីសង្ស័យវិញហៅផាត់ក្បាលយើងហ្មងនិយាយមែនណាខ្ញុំធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងបងប្អូនគឺជូរចាត់ខ្លាំងមែនតែនហ្មងកាលពេលហ្នឹងពេលដែលពួកខ្ញុំដេកអីចឹងណានេះតបូលសុបភឹបភ័យណាខ្លាចតែវាហើយាយខាងនេះចាស់ពូទៅអស់ហើយមកចេះថាដូចខ្វះកន្លែងគួចតាមឆ្នោតទៀតមើលគោលាន់ក៏អីភ័យឥឡូវអត់បើមិនមើលច្រើនផ្ទះគេព្រាមដូចផ្ទះណែតែផ្ទះគេអត់ប៉ើងផ្ទះខ្ញុំគួចចំផ្ទះខ្ញុំហ្នឹងហ្មងតែ2 3បាទតែយាយបើថាពូទៅគាត់មានលុយមានអីធ្វើអញ្ចឹងណាបើយាយគាត់រកអត់សូវបានណាបងប្អូននៅកាត់ព្រោះឲ្យទៀតចាំតកូនចៅបងប្អូនណាតែងតែឃើញស្បែកមុខខ្ញុំពេលថតវីដេអូស្បែកមុខខ្ញុំឡើងភ្លឺចាំងតែម្ដងនិយាយរួមទៅជារឿងរាល់ថ្ងៃរបស់ខ្ញុំតែងតែប្រើប្រាស់ជាមួយនឹងស្លៃជូតមុខMMOស្លៃជូតមុខចេះស៊ីខ្ញុំគឺដាច់ស្តុករហូតបងប្អូនដោយសារតែគុណភាពគឺល្អខ្លាំងមែនតែនសំខាន់គឺមាន2ពណ៌ឲ្យបងប្អូនជ្រើសរើសមានពណ៌ទឹកមាសនិងពណ៌ទឹកប្រាក់ជូតហើយជួយរកបញ្ហាស្បែកមុខមានមុនស្នាមជាំនិយាយរួមទៅឲ្យតែបញ្ហាស្បែកមុខឲ្យបងប្អូនជូតហើយគឺឃើញស្បែកមុខយើងភ្លឺលងគីឡូតែម្ដងសំខាន់ខ្ញុំជូតជាប្រចាំតែម្ដងបងប្អូនចង់បានអាចរកទិញតាមផ្សារនៅចិត្តផ្ទះបងប្អូនបានណាល្អសាហាវបើនិយាយពីថ្នាំដល់ថ្មិញវិញអត់មានអីត្រូវនិយាយសោះហ្មងបងប្អូនអើយប្រើចោះមែនតែនហើយសំខាន់ណាស់អស់លឿនណាដោយសារតែពេលដោះហើយវាក្លិនក្អូបមាត់បងប្អូនមានបញ្ហាមាត់ថ្មិញកុំភ្លេចប្រើថ្នាំដល់ថ្មិញMMOនេះជីវិតអាក្លឹមគឺទុកជន់ទុកតែម្ដងបងប្អូនគេថាគេអត់មានលុយប្រក់វល់អីយាយទេអាណិតយាយខ្លាំងថ្ងៃមិញហ្នឹងខ្ញុំមកលេងយាយអាក្លឹមបានទិញត្រេនជូនគាត់ពិសាដែរដោយសារអាក្លឹមគេប្រាប់ថាយាយចង់ហូបត្រេនបងប្អូនឃើញតែអញ្ចឹងណាអាក្លឹមក្មេងល្អខ្លាំងណាបងប្អូនខ្ញុំមិននិយាយលេងសើចទេណាប្រូក្លឹមក្មេងល្អខ្លាំងណាសំខាន់ចេះស្រឡាញ់យាយចេះមើលថែយាយមានរបស់ឆ្ងាញ់អីគឺយកជូនយាយតែម្ដងមិនមែនគេក្មេងល្អសាហាវ